ទិញត្រឹមតែ$100ដល់ថ្ងៃនេះអ្នកទាំងអស់គ្នានឹងចំណេញដល់$700,000នោះគឺជាកាក់ B&B បើយើងរាប់កាលពីឆ្នាំ2017ថ្ងៃដែលវាធ្វើ ICO លក់នោះគឺតម្លៃដើមរបស់វាត្រឹមតែ$10ប៉ុណ្ណោះអ្នកទាំងអស់គ្នាដែលដល់ថ្ងៃនេះគឺតម្លៃវាឡើងដល់$1,000ជាងបើយើងរាប់ចាប់ពីថ្ងៃដែលវាដាក់ចូលផ្សារលក់ ICO ដល់ថ្ងៃនេះគឺតម្លៃរបស់វាឡើងដល់$1,000,000ជាងបើអ្នកទាំងអស់គ្នាទិញត្រឹមតែ$100អ្នកទាំងអស់គ្នានឹងចំណេញ$700,000ជាងហើយបើអ្នកទាំងអស់គ្នាទិញត្រឹមតែ$1,000អ្នកទាំងអស់គ្នាដល់ថ្ងៃនេះគឺអ្នកទាំងអស់គ្នាចំណេញ$7,000,000ជាងនៅតម្លៃ ICO 15សេនហើយតម្លៃថ្ងៃនេះគឺ$1,000ជាងអ្នកទាំងអស់គ្នាសម្រាប់កាក់ B&B តើមានអ្វីនៅពីក្រោយការឡើងខ្លាំងរបស់កាក់ B&B ដែលធ្វើឲ្យកាក់នេះគឺមានតម្លៃកើនយ៉ាងដូចនេះតោះយើងទៅមើលវីដេអូលម្អិតទាំងអស់គ្នា Let's go មុនទៅមើលវីដេអូទាក់ទងជាមួយនឹងកាក់ B&B អំពីតម្លៃដែលវាឡើងមកដល់$1,000ជាងពី10សេនជាងមកដល់$1,000ជាងនេះដំបូងបើអ្នកទាំងអស់គ្នាអត់មាន account Binance ដើម្បីធ្វើការប្រើប្រាស់ទេអ្នកទាំងអស់គ្នាគួរតែបង្កើតវាឥឡូវនេះបង្កើតភ្លាមអ្នកទាំងអស់គ្នានឹងទទួលបានលុយ$6 plate នៅក្នុង Binance Reward Hub ដើម្បីបង្កើត account Binance អ្នកទាំងអស់គ្នាគ្រាន់ធ្វើការ stop នៅវីដេអូនេះទៅហើយអ្នកទាំងអស់គ្នាធ្វើការ scan នៅ QR មួយនេះទៅពីអ្នកទាំងអស់គ្នា scan រួចហើយវាទាមទារអ្នកទាំងអស់គ្នាធ្វើការបំពេញនៅ email លេខទូរស័ព្ទហើយនិង password អ្នកទាំងអស់គ្នាដាក់ទៅបន្ទាប់មកចុចនៅប៊ូតុង next ឬក៏ប៊ូតុង create ទៅពីអ្នកទាំងអស់គ្នាបង្កើតរួចហើយអ្នកទាំងអស់គ្នាត្រូវធ្វើការបំពេញនៅមួយចុងក្រោយនោះគឺ KYC នេះគឺមានន័យថាអ្នកទាំងអស់គ្នាត្រូវធ្វើការបំពេញនៅ ID passport អ្នកទាំងអស់គ្នាពីនេះអ្នកទាំងអស់គ្នាបំពេញមួយណាក៏បានដែរដើម្បីឲ្យ account Binance របស់អ្នកទាំងអស់គ្នា complete ទៅពីអ្នកទាំងអស់គ្នាបំពេញវារួចហើយអ្នកទាំងអស់គ្នាប្រើប្រាស់ account Binance របស់អ្នកទាំងអស់គ្នាដើម្បីធ្វើការទិញលក់ service staking ហើយឬក៏រកប្រាក់ចំណូលនៅក្នុង Binance នេះបានដោយសេរី Hello បាទសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទហេងម្ដងទៀតហើយនៅក្នុងវីដេអូនេះគឺយើងមកនិយាយទាក់ទងជាមួយនឹងការ B&B អ្នកទាំងអស់គ្នា B&B វាគឺជា native token របស់ Binance Smart Chain អ្នកទាំងអស់គ្នាហើយវាមាន blockchain ខ្លួនវាផ្ទាល់ហើយវាមាន exchange ខ្លួនវាផ្ទាល់ផងដែរហើយបច្ចុប្បន្នតម្លៃ B&B គឺឡើងដល់$1,000ជាងអ្នកទាំងអស់គ្នា all time high អ្នកទាំងអស់គ្នាហើយបើនិយាយពីតម្លៃ ICO ដែលវាបង្កើតកាលពីឆ្នាំ2017តម្លៃត្រឹមតែ0.15សេនតែប៉ុណ្ណោះអ្នកទាំងអស់គ្នាហើយតម្លៃថ្ងៃនេះបើអ្នកទាំងអស់គ្នាទិញកាលពីឆ្នាំ2017 $100ដល់ថ្ងៃនេះអ្នកទាំងអស់គ្នានឹងចំណេញបាន$700,000ជាងហើយបើអ្នកទាំងអស់គ្នាទិញ$1,000ដល់ថ្ងៃនេះគឺអ្នកទាំងអស់គ្នាចំណេញដល់$700,000ជាងដូចនេះតើហេតុផលអីខ្លះដែលធ្វើឲ្យកាក់ B&B វាឡើងខ្លាំងមកយ៉ាងដូចនេះហើយបើសិនបើអ្នកទាំងអស់គ្នាទិញនៅ B&B Whole ហើយអ្នកទាំងអស់គ្នាទទួលបាននូវអត្ថប្រយោជន៍យ៉ាងម៉េចខ្លះតោះយើងទៅលម្អិតទាំងអស់គ្នាជាមួយនឹងវីដេអូរបស់ខ្ញុំបាទ Let's go ទាំងអស់នេះគឺជាហេតុផលដែលធ្វើឲ្យកាក់ B&B ឡើងពីតម្លៃ0.15សេនមកដល់$1,080ដល់គ្នាដែលវាកើន1,000,000%ជាងហើយយើងមកដឹងហេតុផលទាំងអស់គ្នាទីមួយគឺ B&B វាទាក់ទងជាមួយនឹង The Utility Token That Pay to Hold មានន័យថាបច្ចុប្បន្ននេះគឺសម្រាប់អ្នកទាំងអស់គ្នា hold នៅកាក់ B&B គឺ B&B វាធ្វើការចំណាយអ្នកទាំងអស់គ្នា pay អ្នកទាំងអស់គ្នា hold កាក់នឹងទៅមកមែនថាអ្នកទាំងអស់គ្នា hold កាក់នឹងហើយគឺអ្នកទាំងអស់គ្នាចំណេញពីការឡើងរបស់កាក់នឹងមកតង់ហើយអ្នកទាំងអស់គ្នាបានប្រយោជន៍តាមរយៈ B&B Pay អ្នកទាំងអស់គ្នា pay យ៉ាងម៉េចអ្នកទាំងអស់គ្នាគឺវាមាន program វានៅក្នុងហ្នឹងគឺទាក់ទងជាមួយនឹងទី1ទាក់ទងជាមួយនឹង LAN pool វាទាក់ទងជាមួយនឹង LAN page វាទាក់ទងជាមួយនឹង airdrop វាទាក់ទងជាមួយនឹង mega drop អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាចង់ចូលរួមដើម្បីបានលុយទាំងអស់ហ្នឹងដែលជា reward ឲ្យលុយ free ហ្នឹងដើម្បីអ្នកទាំងអស់គ្នាចូលរួមបាន reward បានលុយពួកនឹង free គឺអ្នកទាំងអស់គ្នាត្រូវតែធ្វើការទិញកាក់ B&B ធ្វើការ hold អ្នកទាំងអស់គ្នាហើយ hold ហ្នឹងគឺអ្នកទាំងអស់គ្នា hold នៅក្នុង Binance Simple Earn ឬក៏នៅក្នុង Simple Earn ហេតុផលនេះក៏ជាហេតុផលដែលធ្វើឲ្យកាក់ B&B វាតម្លៃឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរអ្នកទាំងអស់គ្នាមើលត្រង់ចំណុចនេះនៅក្នុងខែ January ថ្ងៃទី1ឆ្នាំ2024 B&B គឺតម្លៃត្រឹមតែ$313ទេអ្នកគ្នានេះយើងនិយាយឆ្នាំ2024ណាហើយបើសិនបើអ្នកទាំងអស់គ្នាទិញ B&B មួយ B&B ហើយអ្នកទាំងអស់គ្នាដាក់វានៅក្នុង wallet ហើយអ្នកទាំងអស់គ្នាធ្វើការ participate អ្នកទាំងអស់គ្នាជាមួយនឹង LAN pool mega drop ឬក៏ Binance Holder Airdrop Program គឺអ្នកទាំងអស់គ្នានឹងរលុយបានពីលើកាក់ហ្នឹងគឺ$226ដែលជាប្រភេទ additional token reward អញ្ចឹងគឺអ្នកទាំងអស់គ្នាសរុបជា total return គឺអ្នកទាំងអស់គ្នាបានមកវិញគឺ$553អ្នកគ្នាអញ្ចឹងអាលុយអ្នកទាំងអស់គ្នាបាននេះ$226នេះគឺជាលុយទាក់ទងជាមួយនឹង B&B Utility That Pay to Hold មានន័យថា pay អ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នា hold នៅកាក់ហ្នឹងអញ្ចឹងមនុស្សចាប់ផ្ដើមធ្វើការទិញកាក់ហ្នឹងដើម្បី hold ហើយយកវាទៅ participate នៅក្នុង program ឬក៏ feature ថ្មីៗរបស់ B&B ដើម្បីទទួលបាន reward ឬក៏ទទួលបានលុយចំណុចទី2នោះគឺទាក់ទងជាមួយនឹង corporation អ្នកទាំងអស់គ្នាធ្វើការ backing ទៅលើ B&B The Blue Chip Crypto Powering Corporate អ្នកទាំងអស់គ្នាមើលនៅខាងក្រោមនោះគឺសិតតែជាប្រភេទក្រុមហ៊ុនដែលធ្វើការទិញ B&B ដើម្បីធ្វើ
ជាទុនបំរុងឬក៏ទ្រព្យបំរុង Nano Lab នេះគឺជាប្រភេទ AI semiconductor ហើយវាធ្វើការទិញ BNB ហ្នឹងគឺវា up to 1 billion អ្នកទាំងអស់គ្នាហើយមានក្រុមហ៊ុន Win វាមានក្រុមហ៊ុន BNC ដែលជា BNB Network Company អានេះគឺ160លានអានេះ200លានហើយអានេះ1000លានជាងនេះតកតងជាមួយនឹង performance that has earned confidence អ្នកគ្នាឲ្យមើល price track down top altcoin ភាគរយ from all time high អ្នកគ្នាមើលពណ៌ BNB តើអ្នកគ្នានេះពណ៌មួយនេះអ្នកគ្នាគឺលេខ6មួយនេះអ្នកគ្នាគឺច្រើនជាងគេក្នុងការកើនឡើងចំណុចទី3ដែលពិសេសទៅទៀតនោះគឺ BNB គឺមាននៅ exchange ផ្ទាល់ខ្លួនហើយសម្រាប់អ្នកទាំងអស់គ្នាដែលធ្វើការទិញឬក៏ hold នៅកាក់ BNB អ្នកទាំងអស់គ្នានឹងទទួលបាននៅប្រយោជន៍ជាច្រើនអាចមើលនេះ BNB understanding its utility on Binance វាតកតងជាមួយនឹង reduct your trading fee មានន័យថាបើសិនបើអ្នកទាំងអស់គ្នាទិញនៅកាក់ BNB ហើយ hold វាទិញលក់កាក់ដទៃវាធ្វើការកាត់បន្ថយនៅ trading fee របស់អ្នកទាំងអស់គ្នាគឺ save up រហូតដល់25%ដល់គ្នាទៅលើ spot margin trading fee save up 10% ទៅលើ future trading fee ហើយ save more than ជាមួយនឹង VIP program ហើយនេះគឺជាកម្មវិធីដែលវាធ្វើការចែកនៅលុយ free នៅពេលដែលអ្នកទាំងអស់គ្នាទិញនៅ BNB hold វាមាន land pool វាមាន holder airdrop ហើយវាមាន mega drop នេះគឺជាតម្លៃ BNB ដែលវាកើនឡើងកាំងពីឆ្នាំ2017ដល់បច្ចុប្បន្នអ្នកគ្នា2017តម្លៃ ICO ដែលវាធ្វើការដាក់លក់ហ្នឹងគឺ 0.15 សេន2018គឺ$16អ្នកគ្នាកន្លះហើយ2020 35 2021 600 2022ម្ដុំ COVID ហ្នឹងគឺ350ទេ2023គឺ300កុត2024គឺ793.45 December ថ្ងៃទី4 2024ហើយ2025ថ្ងៃនេះគឺ635អានេះគឺគេបង្ហោះកាលពីខែមេអ្នកនរគ្នាតែទិន្នន័យសម្រាប់ខែយើងនេះគឺ all time high វាគឺឡើងរហូតដល់$1080អ្នកនរគ្នាបាទដែលធ្វើការកើនឡើង1លានភាគរយជាងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះឯងទាក់ទងជាមួយការលម្អិតរបស់កាក់ BNB head point ដែលវាឡើងខ្លាំងយ៉ាងនេះគឺវាមាន3 head point គឺ head point ទី1គឺទាក់ទងជាមួយ the utility token that pay to hold មានន័យថា BNB ធ្វើការចំណាយលុយឲ្យអ្នកទាំងអស់គ្នា hold មានន័យថាពេលអ្នកនរគ្នាទិញ hold គឺវាឲ្យ reward អ្នកនរគ្នាតាមរយៈ land pool land pay airdrop mega drop អ្នកនរគ្នាហើយទី2ទាក់ទងជាមួយនឹង corporation backing ហើយទី3គឺទាក់ទងជាមួយនឹងពេលអ្នកនរគ្នាមានកាក់ BNB អ្នកនរគ្នាគាត់ទៅ hold វាគឺអ្នកនរគ្នានឹងកាត់ធ្វើការ reducing ទៅលើ trading fee មិនថាអ្នកនរគ្នា trade នៅក្នុង spot អ្នកនរគ្នា trade នៅក្នុង future ទេបើអ្នកនរគ្នាមានកាក់ BNB hold គឺការ trade របស់អ្នកនរគ្នាគឺកាត់បន្ថយការយក fee របស់អ្នកនរគ្នាហើយ head point ទាំង3យ៉ាងនេះឯងធ្វើឲ្យកាក់ BNB គឺវាឡើងតាំងពីតម្លៃ 0.15 ថ្ងៃធ្វើ ICO 2017ដល់បច្ចុប្បន្ន$1080ហ្នឹងដូចនេះមុននឹងចប់វីដេអូបើអ្នកនរគ្នាអត់ទាន់ធ្វើការ like comment ឬក៏ share ទេជួយ like comment ឬក៏ subscribe channel របស់ខ្ញុំបាទមួយផងអរគុណអ្នកនរគ្នា Please have a nice day bye bye